សហរដ្ឋអាមេរិកបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ចរុស្ស៊ីដោយបើកភ្លើងខៀវឲ្យរដ្ឋអំណាចទីក្រុងមូស្គូអាចលក់ប្រេងរយៈពេល30ថ្ងៃលោក Scott Bessent រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកបញ្ជាក់ថាការអនុញ្ញាតនេះធ្វើឡើងចំពោះតែប្រេងរុស្ស៊ីដែលមានរក្សាស្តុកនៅលើនាវាតែប៉ុណ្ណោះហើយមានសុពលភាពរយៈពេលខ្លីចាប់ពីពេលនេះរហូតដល់ត្រឹមអាធ្រាត្រថ្ងៃទី11មេសាខាងមុខក្រសួងហិរញ្ញវត្ថុអាមេរិកក៏បានអះអាងដែរថាការបើកភ្លើងខៀវឲ្យរុស្ស៊ីលក់ប្រេងដូចនេះក៏ពីព្រោះតែតម្រូវការប្រេងនៅក្នុងពិភពលោកច្រើនខ្លាំងហើយតម្លៃប្រេងក៏ហក់ខ្ពស់ឡើងកប់ពពកខ្លាំងពេកវិបត្តិនេះដកចេញពីភ្លើងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ានិងដោយសារតែអ៊ីរ៉ង់បិទគប់ច្រកសមុទ្រអុកម៉ូសដែលជាផ្លូវនាវាចរដឹកប្រេងដ៏សំខាន់របស់ពិភពលោកប្រេងក្នុងមួយធុងបារីលឡើងថ្លៃដល់ទៅជាង$100គិតត្រឹមព្រឹកថ្ងៃសុក្រទី12មីនាពលគឺប្រេងហក់ឡើងខ្ពស់ជាង$100ជាលើកទី1បើធៀបទៅនឹងការផ្ទុះសង្គ្រាមអ៊ុយក្រែនកាលពីឆ្នាំ2022រដ្ឋអំណាចទីក្រុងមូស្គូបានឆ្លៀតឱកាសប្រេងឡើងថ្លៃខ្ពស់យ៉ាងដូចនេះដើម្បីជំរុញឲ្យរដ្ឋអំណាចទីក្រុង Washington ដកទណ្ឌកម្មទាំងស្រុងតែម្ដងបេសកជនពិសេសរុស្ស៊ីទទួលបន្ទុកសេដ្ឋកិច្ចលោក Kirill Dmitriev បានប្រកាសថាប្រសិនបើគ្មានប្រេងរុស្ស៊ីទេมันអាចធ្វើឲ្យពិភពលោកមានស្ថិរភាពថាមពលប្រេងឥន្ធនៈនោះឡើយគួររំលឹកជូនថាសហរដ្ឋអាមេរិកនិងប្រទេសបច្ចិមលោកបានពួតដៃគ្នាដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងរុស្ស៊ីពីព្រោះតែរុស្ស៊ីបញ្ឆេះភ្លើងសង្គ្រាមឈ្លានពានអ៊ុយក្រែនការដាក់ទណ្ឌកម្មធ្ងន់ទៅលើវិស័យថាមពលឥន្ធនៈត្បិតថាគេយល់ឃើញថារដ្ឋអំណាចទីក្រុងមូស្គូប្រើប្រាស់ចំណូលថវិកាដែលបានចំណេញពីការលក់ប្រេងនិងឧស្ម័នហ្គាសដ៏ច្រើនសន្ធឹកសន្ធាប់ដើម្បីទៅបំពេញភ្នក់ភ្លើងសង្គ្រាមនៅអ៊ុយក្រែនក្រុមហ៊ុនប្រេងរុស្ស៊ីពីរគឺ Rosneft និង Lukoil ដែលត្រូវរដ្ឋអំណាចទីក្រុង Washington ដាក់នៅក្នុងបញ្ជីទណ្ឌកម្មកាលពីខែតុលាឆ្នាំ2025តែពេលនេះអាមេរិកបានលើកលែងទណ្ឌកម្មចេញវិញហើយកាលពីសប្តាហ៍មុនសហរដ្ឋអាមេរិកក៏ទើបតែបើកភ្លើងខៀវឲ្យប្រទេសឥណ្ឌាអាចបន្តទិញប្រេងពីរុស្ស៊ីសម្រាប់រយៈពេល1ខែដែរនៅពេលនេះទៀតទំនងជាដើម្បីបញ្ជៀសការរិះគន់ក្រសួងហិរញ្ញវត្ថុអាមេរិកក៏បានលើកឡើងដែរថាវិធានការបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ចចំពោះរុស្ស៊ីនៅក្នុងរយៈពេលខ្លីត្រឹមតែ1ខែដូចនេះពុំអាចឲ្យមូស្គូកើបប្រាក់ចំណេញលើសលប់ខ្លាំងពេកនោះឡើយពលគឺអាចត្រឹមតែទូទាត់ថ្លៃពន្ធនិងចំណាយទៅលើដំណើរការចម្រាញ់ប្រេងតែប៉ុណ្ណោះតែទោះបីយ៉ាងណាក៏ដោយចុះការបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ចចំពោះរុស្ស៊ីពីសំណាក់ទីក្រុង Washington បែបនេះបានធ្វើឲ្យបារាំងមិនពេញចិត្តទាល់តែសោះលោកប្រធានាធិបតីអេម៉ានូអែលម៉ាក្រុងមានប្រសាសន៍ថាការបិទគប់ច្រកសមុទ្រអុកម៉ូសពីសំណាក់អ៊ីរ៉ង់ពុំមែនជាហេតុផលសមស្របដែលត្រូវលើកលែងទណ្ឌកម្មសេដ្ឋកិច្ចចំពោះរុស្ស៊ីនោះទេនៅក្នុងនាមជាប្រធានផ្លាស់វេនប្រទេសមានសេដ្ឋកិច្ចជឿនលឿនខ្លាំង G7 លោកប្រមុខរដ្ឋបារាំងម៉ាក្រុងថ្លែងថា G7 មិនត្រូវផ្លាស់ប្ដូរជំហរចំពោះរុស្ស៊ីនោះឡើយហើយត្រូវតែបន្តគាំទ្រអ៊ុយក្រែនឲ្យកាន់តែរឹងមាំថែមទៀត